ជាទូទៅគោលការណ៍នៅក្នុងការវិនិយោគគឺយើងទិញថោកហើយយើងលក់បានថ្លៃចឹងស្ថិតនៅក្នុងឱកាសមាសដែលស្ថានភាពសេដ្ឋកិច្ចកំពុងតែមានបញ្ហាដែលតម្លៃវាមានការថោកឬមួយក៏ថោកខ្លាំងគឺជាឱកាសមាសសម្រាប់យើងដែលយើងអាចទិញបាននៅក្នុងតម្លៃល្អទិញអចលនទ្រព្យល្អហើយទៅថ្ងៃមុខយើងមានឱកាសចំណេញខ្លាំងហើយមូលហេតុអីដែលយើងទិញដីបាទដូចខ្ញុំបញ្ជាក់ចំណុចមុនអញ្ចឹងគឺដីគឺវាអត់មានការកកើតឡើងទេដីប៉ុណ្ណាគឺនៅតែប៉ុណ្ណឹងតម្លៃនៃការថែទាំគឺវាអត់ថ្លៃដូចអចលនទ្រព្យផ្សេងៗដូចជាផ្ទះឬមួយកណ្ដូអីចឹងដូចកន្លែងខ្លះបើយើងទិញដីហើយយើងអាចទិញទុកចោលសិនទៅស្ថិតនៅក្នុងស្ថានភាពដែលយើងពិបាកឬមួយអីយើងគ្រាន់តែទិញដីទុកចឹងនៅពេលដែលស្ថានភាពល្អយើងកែច្នៃដីហ្នឹងឲ្យមានលក្ខណៈស្អាតយើងធ្វើរបងយើងចាក់ដីឲ្យស្មើឬមួយក៏អីទៅយើងអាចលក់បាននៅក្នុងតម្លៃថ្លៃតម្លៃខ្ពស់បាទនេះគឺជាកលឹះមួយចំនួនដែលខ្ញុំចែកជូនអ្នកទាំងអស់គ្នាប៉ុន្តែការដែលអ្នកទាំងអស់គ្នាទិញគឺអ្នកទាំងអស់គ្នាត្រូវមើលដែរបាទมันអាចយើងអត់មានលុយសោះហើយយើងទៅប្រឹងខ្ចីលុយគេជាពិសេសគឺកម្ចីខាងក្រៅមិនមែនជាកម្ចីធនាគារយើងយកមកទិញដីដើម្បីទុកចំណេញហើយយើងសង្ឃឹមថាចំណេញគឺកន្លែងហ្នឹងគឺមានហានិភ័យខ្លាំងហើយមានគ្រោះថ្នាក់ខ្លាំងចឹងខ្ញុំអត់recommend ឲ្យអ្នកទាំងអស់គ្នាធ្វើរបៀបហ្នឹងទេលើកលែងតែយើងទី1គឺយើងនៅសល់លុយហើយទី2ដំណើរការអាជីវកម្មឬមួយក៏ប្រាក់ចំណូលរបស់យើងគឺមានគ្រប់គ្រាន់ដើម្បីយើងបង់ទៅធនាគារសងទៅវិញបាទអញ្ចឹងវាមិនជាបន្ទុកខ្លាំងសម្រាប់យើងបើសិនបើយើងអត់មានលុយយើងទៅតាំងយើងអាចចំណេញពេលហ្នឹងហើយយើងទៅខ្ចីធនាគារហើយយើងទិញគឺវាជាហានិភ័យសម្រាប់យើងនៅពេលដែលស្ថានភាពវាអាចមិនល្អជាងនឹងទៀតទៅគឺយើងត្រូវលួចបខំឬមួយក៏អីចឹងវារឹតតែមានបញ្ហាច្រើនមកអញ្ចឹងខ្ញុំសូមចែកអំណែកប៉ុណ្ណឹងជូនអ្នកទាំងអស់គ្នាបាទសូមអរគុណ